ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះគឺទៅលេងសួនផ្កាធូលីបនៅខាងអូនចង់ហូស៊ូកងវត្តនឹងឯងសួនហ្នឹងនៅចិត្តផ្ទះតែខ្ញុំធាក់កង់ក៏ដល់ដែរប៉ុន្តែសាំងថ្ងៃនេះខ្ញុំជិះឡានក្រុងទៅដោយសារខ្ញុំត្រូវការងារស្ម័គ្រចិត្តនៅខាង Center ទៀតនោះដល់ពេលចឹងហើយក៏ឆ្លៀតចូលមើលផ្កាទីទៅកុំឲ្យថាដល់រដូវផ្កាធូលីបឲ្យបានទៅមើលតែអីចឹងឥឡូវនេះកំពុងដើរទៅសួនហើយមើលខ្យល់ប៉ើងសក់ក្បាលនឹងចេញថ្ងាសបលីននៅហោះពូនតងមកអ្នកទាំងអស់គ្នាសាថ្ងាសតលាយពេកនេះនៅតាមផ្លូវទៅសួនផ្កាហ្នឹងសួនហ្នឹងធំខ្លាំងមែនតើសួនអូនចង់ហ្នឹងដើរមិនសូវវែងទៀតណាព្រោះវាមានកន្លែង3 4ច្រើនហើយកន្លែងធំហើយកន្លែងហ្នឹងគឺកន្លែងគេបាញ់កញ្ជួយរាល់ឆ្នាំដែរហើយនៅជុំវិញសួនហ្នឹងគឺសិតតែអាផាតមែនហើយមានកន្លែងស្ថានីយ៍យើងជិះរថភ្លើងជិះអីហ្នឹងទៅហើយមានស្ថានីយ៍ឡានក្រុងអីចឹងយើងជិះឡានក្រុងជិះអីទៅហើយផ្កានៅហ្នឹងគឺមានចម្រុះពណ៌ផ្កាធូលីបមែនតែវាមានច្រើនពណ៌ចឹងមានពណ៌ក្រហមពណ៌ខៀវពណ៌លឿងពណ៌ខ្មៅពណ៌ស្វាយអីចឹងទៅច្រើនពណ៌ខ្លាំងមែនតើគ្រាន់តែមើលក៏មានអារម្មណ៍ថា refresh ដែរហើយឡើងស្រស់ស្រាយខ្លាំងមែនតើសម្រាប់អ្នកដែលអត់ដឹងទៅណាចឹងអាចដើរលេងបាននៅអូនចង់ហូស៊ូកងវត្តយើងនឹងឯងនៅក្បែរផ្ទះនឹងឯងសម្រាប់អ្នកនៅគឹមឈុននៅគឹមនឹងឯងគឹមនឹងក៏មានផ្កាធូលីបដែរអ្នកទាំងអស់គ្នាគេរៀបចំដាំហើយអ្នកគេដើរហួសពីស្ពាននេះទៅឆ្នាំហ្នឹងបែរជាគេដាំហួសពីស្ពានបន្តិចហើយអ្នកទាំងអស់គ្នាជិះរថភ្លើងទៅងាកទៅមើលទៅក៏មានផ្កាធូលីបដែរនៅខាងគឹមនឹងយកណាព្រោះឥឡូវចាប់ដើមរយៈខ្ញុំឃើញគេផុសនៅក្នុងអ៊ីនធឺណិតហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាទៅមើលបាននៅគឹមនឹងក៏បានអូនចង់បានដែរតែអូនចង់ពេលនេះគឺដូចជាជ្រុះអស់ហើយព្រោះខ្ញុំទៅតាំងពីអាទិត្យមុនឥឡូវខ្ញុំទៅបានផុសអង្គុយបាយបាយ